រឿងអសុកកាចអសុកស្លូតកាលពីព្រេងនាយមានក្មេងប្រុសពីរនាក់នៅភូមិជាមួយគ្នាមួយឈ្មោះអសុកស្លូតមួយឈ្មោះអសុកកាចឯអសុកកាចចិត្តអាក្រក់បានលេងល្បែងអ្វីៗនឹងក្មេងផងគ្នារកតែរឿងឆ្លោះជេរប្រមាថវាយគេមិនដែលខានម្ដាយឪពុកអសុកកាចជាអ្នកក្រាន់បើមានស៊ីមានចាយកាន់ជើងអសុកកាចណាស់បណ្ដាជនក្នុងភូមិនោះខឹងស្អប់អសុកកាចពន់ពេកឯអសុកស្លូតកំព្រាឥតមានមេដាបៃតាមានតែជីដូនក៏ចាស់ជរាក្រលំបាកពេកក្រៃអសុកស្លូតនោះបានលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះពុំដែលឆ្លោះប្រកែកដល់ម្ដងឡើយបណ្ដាជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណីស៊ីខុសៗគ្នាមិនដែលសល់ខាងឡើយម្ល៉េះហើយអសុកកាចនោះច្រណែនទាំងមុំម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញើតចាស់នឹងចាស់ឆ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួនអសុកស្លូតនិងអសុកកាចចម្រើនអាយុធំឡើងអសុកកាចបបួលអសុកស្លូតថាវើយយើងចង់នាំគ្នាទៅកាប់ឫស្សីលុះរនាបបាត់ផ្ទះអសុកស្លូតឯងបាក់ពុកអស់ហើយអសុកស្លូតថាអញគ្មានប្រដាប់កបិតឲ្យជាមុតមមទេទាំងអង្គត្រីសាច់ថ្នាំជក់ក៏គ្មានផងសពថ្ងៃរកបានតែព្រឹកខ្វះល្ងាចអសុកកាចថាកំបាច់យកម្ហូបចំណីថ្នាំជក់កបិតគ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ឯងមានតែខ្លួនចុះហើយក៏បណ្ដាគ្នាទៅដល់ផ្ទះអសុកស្លូតហើយអសុកស្លូតក៏និយាយប្រាប់ជីដូនថាបងសុកគេបបួលខ្ញុំទៅកាប់ឫស្សីលុះរនាបប្រដាប់ប្រដាអាហារភោជនៈនៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខត់ថាចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់អសុកថាមិនអីទេយាយផ្ទះយាយបាក់ពុកអស់ហើយបានរនាបមកក្រន់នឹងជួសជុលកុំឲ្យផងយាយឯយាយផ្ដាំថាចៅទៅចុះតែចៅមើលថែទាំប្អូនផងអសុកស្លូតអសុកកាចវិចបាយសំណងគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលុះរនាបចេញទាំងពីរនាក់ទៅដល់ព្រៃឫស្សីកាប់បានហើយលុះរនាបអសុកកាចបានរនាបតិចអសុកស្លូតបានរនាបច្រើនហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់អង្គុយទល់មុខគ្នាអសុកកាចគិតថាជីវិតអាឯងមុខជាស្លាប់នឹងដៃអញឥឡូវនេះគិតហើយក៏ចាប់យកកាំបិតបន្ទះចាក់ភ្នែកអសុកស្លូតដែលកំពុងស៊ីបាយអសុកស្លូតស្រែកយំថាហេតុដូចម្ដេចក៏មកចាក់ខ្ញុំអសុកកាចឆ្លើយថាឯងរោគរបររបស់ឯងហើយមកស៊ីបាយអញទាំងរនាបក៏បានច្រើនជាងអញទៀតអសុកស្លូតឆ្លើយថាកាលបងឯងបបួលខ្ញុំមកកាប់ឫស្សីលុះរនាបខ្ញុំប្រកែកតែគ្មានអីទេបងឯងធានាថាឲ្យមហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមកឥឡូវបងឯងចង់យករនាបទាំងអស់ក៏យកទៅចុះកុំតែសម្រាប់ខ្ញុំអសុកកាចឆ្លើយថាឯងនេះមាត់រឹងណាស់អាភៀវវនាវទៅថាហើយអសុកកាចក៏កាប់កំបិតបន្ទះចាក់ភ្នែកអសុកស្លូតមកខាងទៀតឈាមបាញ់ហូរស្រក់ជោគមុខជោគដើមទ្រូង
ខ្វាក់ភ្នែកទាំងពីរឈឺចាប់ខ្លាំងណាស្ដាយជីវិតខ្លួនណាគិតដល់ជីដូនជរាកំព្រានៅផ្ទះម្នាក់ឯងអាសុកកាចថាឯងទៅឲ្យត្រីវិស៊ីទៅថាហើយច្រានអាសុកស្លូតទៅជិតមាត់ស្ទឹងហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរដោយគិតថាអាសុកស្លូតមុខជាស្លាប់ហើយក៏ប្រមូលរនាបទាំងអស់ចងបាច់វិលមកផ្ទះដាក់រនាបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសុកស្លូតថាចៅយាយឯងខ្លាខំស្លាប់ទៅហើយយាយឮអាសុកកាចប្រាប់ថាខ្លាខំចៅស្លាប់ក៏ទួញយំសោកបោកខ្លួនហៀបនឹងខ្សែជីវិតឯអាសុកកាចរីករាយសប្បាយចិត្តហើយក៏ដើរលេងជិតផ្ទះជីដូនដោយធម្មតាដោយចិត្តក្លាហានរោគតែរឿងឆ្លោះនឹងគេតពីនេះដំណើរពីអាសុកស្លូតគ្រាដែលអាសុកកាចចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវិធាក់ទម្លាក់មាត់ស្ទឹងកំពុងហូរទៅនោះអាសុកស្លូតហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅក៏ភៀវវនាវរកពុទ្ធោពុំដាច់ពីមាត់គ្រានោះអ្នកតាមួយមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ដែលមានអាស្រមនៅក្នុងព្រៃរំលងជិតមាត់ស្ទឹងនោះអ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រមអាចតំណាងជាមនុស្សបានដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកក្នុងស្ទឹងស្វែងរកអាហារវាហែលច្រាស់ទឹកហែលទៅប្រទះនឹងអាសុកស្លូតដែលកំពុងតែហែលបណ្ដែតខ្លួនតាមខ្សែទឹកក្រពើលន់មាត់ថាអាយ៉ាលៀបធំណាស់តើអញមករកអាហារថ្ងៃនេះប្រទះបានមនុស្សស៊ីហើយប្រឹងស្ទុះហែលទៅចិត្តឮមាត់ថាពុទ្ធោក៏សង្ស័យក្នុងចិត្តមើលទៅភ្នែកទាំងពីរឃើញធ្លុះរកប្រស័យគ្មានក្រពើគិតថាគួរអញយកទៅថ្វាយលោកតាអញកុំឲ្យស៊ីមនុស្សនេះហើយក៏មុជគៀងអាសុកស្លូតឲ្យទៅពីលើខ្នងហើយត្រឡប់មកដល់អាស្រមវិញហើយតំណាងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសុកស្លូតទៅថ្វាយអ្នកតាសួរអាសុកស្លូតនោះក៏ថ្វាយបង្គំរីរឿងតាមដំណើរគ្រប់ការអ្នកតាស្ដាប់សពគ្រប់ហើយមានចិត្តមេត្តាអាសុកស្លូតនោះពន់ពេកលោកថាអោអាសុកកាចអើយចិត្តអីអាក្រក់ម្លេះណាស់ហើយអាសុកស្លូតឯងកុំភ័យសឹមតាជួយសង្គ្រោះចៅឯងឲ្យរស់ជីវិតភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូននៅឯផ្ទះវិញថាហើយក៏ផ្សំថ្នាំដាក់ភ្នែកសូត្រទឹកមុនផ្លុំភ្នែកឲ្យជាចៅសុកស្លូតនោះក៏បានភ្លឺភ្នែកដូចដើមទើបអ្នកតាក្តាប់ដីខ្សាច់មួយដៃសែកទឹកមុនផ្លុំដីខ្សាច់ដាក់ដៃអាសុកផ្ដាំថាចៅជួឯងក្តាប់ឲ្យជាប់កុំលាដៃបើទៅដល់ផ្ទះចៅប្រាប់ជីដូនឲ្យក្រាកន្ទេលក្នុងផ្ទះហើយសឹមដាក់ដីខ្សាច់នេះទៅលើកន្ទេលអ្នកតាផ្ដាំហើយហាក្រពើមកឲ្យចៅសុកស្លូតជិះលើខ្នងហែលតាមស្ទឹងទៅបានទៅដល់កន្លែងដែលអាសុកកាចធាក់ទម្លាក់ទៅក្នុងទឹកនោះចៅសុកឃើញព្រៃឫស្សីដែលកាប់លុះរនាបក៏ចាំដាក់ក្រពើដាក់ចៅសុកឲ្យឡើងលើគោកចៅសុកក៏លាក្រពើដើរតារាបទៅដល់ផ្ទះហើយចូលទៅយំសំពះជីដូនឃើញចៅហើយស្ទុះមកយំខ្សឹបខ្សួលនិយាយប្រាប់ថាគេប្រាប់យាយថាខ្លាខំចៅស្រាប់ទៅហើយម្ចាស់ជីវិតអើយជីដូនយំបោកខ្លួនអាសូរចៅហៀបនឹងខ្សែជីវិតចៅមិនស្លាប់ជីដូនអន់ណាស់រោគអ្វីមកព្រៀបផ្ទឹមប្រមាណទេឯចាសុកនិយាយប្រាប់ជីដូនតាំងពីទៅកាប់ឫស្សីលុះរនាប
ត្រូវអសពកាចវិចាក់ភ្នែកធាក់ទម្លាក់ទឹកហើយបានក្រពើនាំទៅថ្វាយអ្នកតាលុះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការជីដូនរឹតតែអាណិតចៅពេកហើយវាប្រាប់ជីដូនថាយាយក្រាលកន្ទើក្នុងផ្ទះទៅជីដូនក្រាលតាមពាក្យចៅសុកស្លូតក៏លាដៃដាក់ខ្សាច់លើកន្ទេលកើតជាប្រាក់គោក្នុងផ្ទះអរណាស់តែពីរអ្នកជីដូននិងចៅបានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់សង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិនោះឯអសកាចឃើញអសកស្លូតក៏នឹកឆ្ងល់ក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងធាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកក៏ភ្លឺដូចដើមមានទាំងសម្បត្តិសម្បូរប្រើប្រាស់គ្មានខ្វះអ្វីប្លែកអំពីដើមលុះដល់ពេលវេលាស្ងាត់មួយវាបានជួបនឹងអសកស្លូតក៏សួរថាកាលឯងនឹងអញទៅកាប់ឫស្សីលុះរនាបនោះបិសាចមកបណ្ដាលចិត្តអញឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងអញស្មានថាឯងស្លាប់ហេតុម្ដេចក៏ឯងរស់ឡើងវិញហើយមានទាំងទ្រព្យសម្បត្តិច្រើនជាងគេផងអសកស្លូតឆ្លើយថាបានគុណបងកុំអីខ្ញុំក្រីក្រលំបាកតោកយ៉ាដូចបងដឹងស្រាប់ហើយនិយាយប្រាប់អសកកាយតាមត្រង់ថាការដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ក្នុងស្ទឹងនោះខ្ញុំភាវនារកតែពុទ្ធោក៏បានជួបនឹងក្រពើនាំទៅថ្វាយអ្នកតាជប់ភ្នែកដីខ្សាច់ឲ្យខ្ញុំលុះខ្ញុំបានមកដល់ផ្ទះដាក់ដីខ្សាច់កើតជាមាសប្រាក់បានជាខ្ញុំមានសប្តាហ៍នេះអសកកាចឬអសកស្លូតរីរឿងដូច្នោះក៏បណ្ដាចិត្តលោភលន់ពុនប្រមាណគិតថាអញនឹងធ្វើឲ្យបានដោយអសកស្លូតថ្ងៃក្រោយជួបនឹងអសកស្លូតក៏និយាយថាអាសម្លាញ់អើយអញចង់ទៅកាប់ឫស្សីលុះរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះឯបាយទឹកភោជនៈថ្នាំជក់កបិតតូចធំប្រដាប់កាប់ឫស្សីលុះរនាបស្រេចនៅលើអញទាំងអស់ឯងមានតែខ្លួនទៅបានហើយអសកស្លូតថាក្រែងសម្រាប់អញទៀតអសកកាយថាមុននោះខ្មោចកំរោលវាចូលឲ្យអញងងឹតមុខអញចាក់ឯងដោយមិនដឹងខ្លួនសោះឯងកុំប្រកាន់ខឹងនឹងអញអសកស្លូតថាចាំខ្ញុំជូនជីដូនទៅត្បិតបងសុកឯងមានគុណលើខ្ញុំច្រើនខ្ញុំមានសម្បត្តិទ្រព្យក៏ព្រោះបងលុះព្រឹកឡើងអសកកាចស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុនហើយបណ្ដាគ្នាដល់ព្រៃឫស្សីលុះកាប់បានលុះរនាបហើយនាំគ្នាអង្គុយស៊ីបាយអសកកាចហុចកំបិតបន្ទះទៅអសកស្លូតប្រាប់ថាឯងចាក់ភ្នែកអញមកខាងទៅអសកស្លូតប្រកែកពុំព្រមចាក់អសកកាចថាជើចាក់មកហ៊ីមិនដេចមិនអាណិតគ្នាផងសោះអសកស្លូតក៏ចាក់ឆ្កៀលដោយគេឆ្កៀលក្រសាំងឲ្យខ្វាក់ភ្នែកមកខាងទៅអសកកាចឈឺពើតខ្លាំងណាស់តែចិត្តចង់ប្រញាប់ឲ្យបានប្រាក់ដោយអសកស្លូតក៏ឲ្យអសកស្លូតចាក់ភ្នែកមកខាងទៀតហើយបង្កប់ឲ្យអសកស្លូតច្រានទៅជិតមាត់ស្ទឹងទាំងបង្កប់ឲ្យធាក់ផងអសកស្លូតថាអញរកតែពធជាប់នៅមាត់អសកកាចប្រឹងស្រែករកតែពធមិនឈប់លឺរំពងព្រៃមាត់ស្ទឹងទន្ទឹងរកក្រពើក៏ពុំជប់សោះណាមួយវាឈឺចាប់ហាវបណ្ដាតខ្លួនយូរបន្តិចទៅអស់កម្លាំងឆ្លក់ទឹកស្លាប់ទៅហើមរលួយរលេះត្រីស៊ីនៅតែលលាក្បាលខ្មោចអសកកាចក៏អណ្ដែតតាមខ្សែតូបលងគេឮតែពធដរាបដល់កំពង់ទឹកមហាសេដ្ឋីវេលានោះកូនក្រមុំមហាសេដ្ឋីនាំខ្ញុំប្រុសខ្ញុំស្រីចុះទៅមុតទឹកកំពង់
កំពុងតែកញ្ជ្រោកទឹកលេងសប្បាយស្រាប់តែឃើញលាក្បាលអសុកាចនោះអណ្ដែតមកចិត្តលងស្រែកថាពុទ្ធោពុទ្ធោកូនក្រមុំមហាសេដ្ឋីឈប់លេងទាំងអស់គ្នានឹកសង្ស័យក៏ប្រើខ្ញុំប្រុសម្នាក់ទៅស្រង់យកលលាក្បាលខ្មោចនោះមកដាក់លើគោកនៅមាត់កំពង់នោះលលាក្បាលខ្មោចនោះវាមិនបាត់ស្ងាត់សោះចេះតែលងគេថារោគពុទ្ធោពុទ្ធោកូនក្រមុំមហាសេដ្ឋីក៏នាំខ្ញុំប្រុសស្រីឡើងពីមុខទឹកមកប្រើឲ្យខ្ញុំប្រុសកាន់ក្បាលខ្មោចអសុកាចនោះមកផ្ទះហើយនាងជំរាបមហាសេដ្ឋីជាឪពុកថាលោកឪពុកខ្ញុំរើសលលាក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើងពីលងស្រែករោគពុទ្ធោពុទ្ធោសេដ្ឋីជាមេដាបិតាស្ដាប់ហើយក៏ស្ទុះមកមើលឃើញខ្មោចនោះកំពុងស្រែកពុទ្ធោពុទ្ធោមែនអស្ចារ្យណាស់ក៏ឲ្យលាងដោះខាត់ដាក់លើតោកលលាក្បាលនោះក៏នៅតែស្រែករោគពុទ្ធោពុទ្ធោជានិច្ចគ្មានឈប់ព្រឹកសេដ្ឋីនោះតែងតកល់ព្រះមហាក្សត្រនៅទីចុងព្រះរាជរោងជួបជុំអស់មន្ត្រីចាក់តក់ស្ដំរាល់ពេលពុំដែលខានសេដ្ឋីជំរាបអស់លោកថាខ្ញុំបានលលាក្បាលខ្មោចមួយចេះស្រែករោគពុទ្ធោពុទ្ធោជានិច្ចអស់លោកចាក់ទឹកស្ដំស្ដាប់ហើយឆ្លើយថាសេដ្ឋីកុហកទេមិនដែលមានលលាក្បាលខ្មោចណាចេះស្រែករោគពុទ្ធោទេយើងមិនជឿឡើយសេដ្ឋីថាពិតប្រាកដណាស់បើអស់លោកមិនជឿខ្ញុំហ៊ានភ្នល់ដោយមាស100តម្លឹងអស់លោកចាក់ទស្ដំទាំង4ថាយើងហ៊ានភ្នល់ហើយធ្វើសម្បត្តិចុះកិច្ចសន្យាសេដ្ឋីទៅដល់ផ្ទះឮលលាក្បាលខ្មោចស្រែករោគពុទ្ធោពុទ្ធោកោកនឹកថាអស់លោកមុខជាចាញ់អញហើយសេដ្ឋីយកមាស100តម្លឹងឲ្យកូនក្មួយកាន់តោកតែដាក់លលាក្បាលខ្មោចនោះយ៉ាងរះទៅលុះចូលដល់ទ្វារកំផែងខាងក្រៅលលាក្បាលខ្មោចបាត់សម្លេងឈឹងពុំឮស្រែករោគពុទ្ធោសោះកាលចូលដល់ចុងព្រះរាជរោងដាក់លលាក្បាលខ្មោចចំពោះមុខអស់លោកចតុស្ដំទាំង4នោះហើយសេដ្ឋីបង្គាប់ថាចាំអីទៀតក៏មិនស្រែករោគពុទ្ធោពុទ្ធោទៅលលាក្បាលខ្មោចបាត់សូនឈឹងមិនឮរោគពុទ្ធោសោះមហាសេដ្ឋីចាញ់ក៏ជូនមាស100តម្លឹងទៅអស់លោកឯអស់លោកចំអកថាសេដ្ឋីយកក្បាលខ្មោចមកវារោគពុទ្ធោថ្លង់យើងរាល់គ្នាហើយទះដៃសើចលន់នៅទីព្រះរោងនោះសេដ្ឋីខឹងនឹងក្បាលខ្មោចណាស់លាអស់លោកចេញមកក្រៅដល់កំពែងស្រាប់តែលលាក្បាលខ្មោចស្រែកថាពុទ្ធោពុទ្ធោសេដ្ឋីរឹតតែខឹងណាស់ដល់ផ្ទះប្រើបាវឲ្យយកពូថៅនាំយកលលាក្បាលខ្មោចទៅសំភងឆោលនៅកំពង់ទឹកបាវយកទៅមិនសំពងឲ្យល្អិតត្រឡប់ជាបោះលលាខ្មោចទាំងមូលចោលទៅក្នុងទឹកឯលលាក្បាលខ្មោចអសុកាចនោះអណ្ដែតតាមស្ទឹងហូរស័ព្ទទៅក្រោមវាលងរោគពុទ្ធោពុទ្ធោរៀងដល់កំពង់វត្តពេលលានោះលោកសង្ឃនិមន្តទៅស្រង់ទឹកបានឃើញលលាក្បាលខ្មោចលងរោគពុទ្ធោពុទ្ធោលោកក៏ស្រង់យកទៅកត់និមន្តលោកសង្ឃផងគ្នាបន្សុកគោលរួចដុតក្បាលខ្មោចនោះសោះហើយលោកពិចារណាថាគួរយកកំទេចឆ្អឹងនេះលាយនឹងលាក់ខ្មុកព្រះសរព្រះវិហារបញ្ជូនផលឲ្យដល់អ្នកដែលស្លាប់ហើយលោកក៏យកខ្មុកលាបតាមសពព្រះតីលោកទៅសល់បន្តិចបន្តួចយកទៅលាបលើរទេះលោកកាលដែលលាក់ខ្មុករទេះនោះស្ងួតហើយលោកភ្នោប្រតីចង់ទឹមរទេះបរទៅសួរញាតិញោមលោកក៏ឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់បរចេញទៅកត់វេលាស្ងាត់ពីមនុស្សរទេះនោះលន់ផ្លូវនឹងដុំស្គៀតគ្នាដោយរទេះធម្មតា
តែដល់ជួបនឹងឧបាសកឧបាសិការទេះនោះលាន់ឮដូចលោកជេបញ្ចោគេថាមេចោញាប់ញិចឧបាសកឧបាសិកាឮខឹងនឹងលោកព្រោះថាលោកជេបញ្ចោប្រពន្ធកូនគេក៏ដៀថ្មេះជាទម្ងន់លោកប្រកែកដូចម្ដេចក៏ពុំស្ដាប់ឬតែប្រមាថលោកឥតកោតញើតលោកពុបបហួសទៅទៀតជួបនឹងនាម៉ឺនគេកំពុងដើរមានគ្នាច្រើនឯរទេះលន់ឮទៀតដូចជាលោកជេម្ដាយនាម៉ឺនទាំងនោះថាចោលម្ដាយនាម៉ឺនខឹងនឹងលោកក៏នាំគ្នាដេញវាយលោកភ័យវាយគោបំបោលរួចទៅលោកនោះគិតថាពីដើមរទេះអញបមកមិនដែលឮសូរជេរបញ្ចោគេទេរឿងនេះឃើញតែកំទេចឆ្អឹងក្បាលខ្មោចដែលខ្មុកបិទសសរព្រះវិហារសល់ពីនោះអញយកមកលាបលើរទេះនេះលុះត្រឡប់មកពីសួរញាតិញោមមកដល់វត្តវិញលោកកាប់រទេះដុតនៅកន្លែងដែលដុតលលាក្បាលខ្មោចអសកាចនោះឆេះជាផេះកន្លែងនោះដោយជាជាតិអសកាចក៏ដុះកើតជាស្មៅកន្ត្រើយដែលជាប់សម្ពុតខោមនុស្សសពថ្ងៃនេះឯងបាទអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់នៅក្នុងសាច់រឿងអសកាចអសកស្លូតនេះរឿងនេះគ្រាន់តែជារឿងព្រេងនិទានដែលបាននិពន្ធឡើងអប់រំទៅកាន់មនុស្សទាំងអស់គ្នាឲ្យមានចិត្តអាណិតអាសូររឿងនេះជាការប្រៀបធៀបពីមនុស្សពីរនាក់ដែលមានអត្តចរិតខុសគ្នាម្នាក់ជាមនុស្សកាចខូខើម្នាក់ទៀតជាមនុស្សស្លូតត្រង់រឿងនេះបង្រៀនយើងឲ្យមើលឃើញថាអំពើល្អការដែលយើងធ្វើល្អនោះនឹងតែងទទួលបានផលល្អមកវិញអរគុណច្រើនសម្រាប់លោកអ្នកបងប្អូនម្ដងទៀតក្នុងការតាមដានស្ដាប់រហូតដល់ចប់ពីកម្មវិធីដេកស្ដាប់ podcast សូមអរគុណហើយបើសិនជាបងប្អូនចូលចិត្តប្រភេទវីដេអូបែបនេះសូមកុំភ្លេចចុច like ហើយនិង subscribe នៅក្នុង channel នេះម្នាក់មួយផងចឹងពេលវេលាយើងបានមកដល់ទីបញ្ចប់សង្ឃឹមថាជួបលោកអ្នកបងប្អូននៅវគ្គក្រោយទៀតបាទពីខ្ញុំបាទរាសាមដេកស្ដាប់ podcast សូមអរគុណសូមជម្រាបលា